ចាទស្សនិកជនព័ត៌មានបន្តពីខេត្តកំពង់ស្ពឺតាក់ទងទៅនឹងវិទ្យាល័យព្រះបិតាឯករាជ្យរៀបចំធ្វើពិធីសង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិទ្យាល័យព្រះបិតាឯករាជ្យបានរៀបចំពិធីសង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីពេលថ្មីកន្លងទៅនេះស្ថិតក្រោមអធិបតីភាពលោកហ៊ុនពិសិដ្ឋអភិបាលនៃគណៈភិបាលស្រុកគងពិសីព្រមទាំងមានការអញ្ជើញជួបពីមន្ត្រីគ្រប់ជាន់ថ្នាក់លោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនទៀតក្នុងពិធីសង្ក្រាន្តនោះដែរលោកគ្រូអ្នកគ្រូសិស្សានុសិស្សបានប្រពៃពិធីសែនក្រុងពីលីទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនិងរៀបចំធ្វើពិធីសង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569វិទ្យាល័យព្រះបិតាឯករាជ្យលោកអ៊ុំប៊ុនធឿនយុវជនសសយកក៏បានស្ម័គ្រចិត្តចូលរួមជួយរៀបចំតាំងពីការបង្ហាត់បង្ហាញដឹកនាំការសម្ដែងរបាំប្រជាប្រិយល្បែងប្រជាប្រិយផ្សេងដល់សិស្សានុសិស្សនៅវិទ្យាល័យដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅវិទ្យាល័យព្រះបិតាឯករាជ្យយុវជនរូបនេះបានបញ្ជាក់ថាដោយសារទីនេះធ្លាប់ជាកន្លែងដែលគាត់ធ្លាប់សិក្សាការពីមុនមកឆ្លងកាត់បទពិសោធន៍លោកបានបំពេញកិច្ចការក្នុងសង្គមខាងក្រៅជាពិសេសផ្នែកសិល្បៈវប្បធម៌រៀបចំពិធីផ្សេងលោកក៏ចង់យកបទពិសោធន៍ដែលធ្លាប់មានមកបង្ហាត់បង្ហាញដល់បងប្អូនចំនួនក្រោយជាពិសេសក្នុងគោលបំណងបំផុសស្មារតីយុវជនចំនួនក្រោយឲ្យស្គាល់សិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរលោកបន្តទៀតថាសប្តាហ៍ថ្ងៃយុវជនយើងចំនួនក្រោយមិនសូវចាប់អារម្មណ៍នឹងស្វែងយល់អំពីទម្រង់ប្រពៃណីវប្បធម៌ទេលោកថាលោកចង់បណ្ដុះសាបក្របពូជនិងចែករំលែកអ្វីដែលលោកបានដឹងខ្លះតាក់ទងទៅនឹងប្រពៃណីជាតិក្នុងន័យនោះផងដែរលោកកំពីវនីវដល់យុវជនគ្រប់រូបឲ្យចូលរួមការពារអភិរក្សប្រពៃណីវប្បធម៌ជាតិនិងជួយលើកស្ទួយគាំទ្រឲ្យងាកមកស្រឡាញ់ទម្រង់សិល្បៈវប្បធម៌ដូនតាខ្មែរដ៏ផូរផង់ក្នុងឱកាសនោះយុវជនក៏បានថ្លែងថាបើសិនជាក្រសួងអប់រំបំផុសចលនារៀបចំបង្កើតពិព័រណ៍ស្នាដៃប្រកួតប្រជែងតាមគ្រឹះស្ថានសិក្សាឲ្យទូលាយជាងនេះពិតជាល្អហើយសប្បាយចិត្តហើយសិល្បៈវប្បធម៌ខ្មែរក៏នៅរក្សាបានគង់វង្សល្អផូរផង់ផងដែរជាក្នុងឱកាសនោះលោកហ៊ុនពិសិដ្ឋអភិបាលនៃគណៈភិបាលស្រុកគងពិសីមានប្រសាសន៍ថាការរៀបចំសង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់សាធារណជនចូលរួមដោយសេរីរួមមានសកម្មភាពដូចជាការលេងល្បែងប្រជាប្រិយការរាំរបាំប្រពៃណីការសម្ដែងនិងច្រៀងចម្រៀងប្រពៃណីជាច្រើនទៀតដើម្បីការរៀបចំកម្មវិធីសង្ក្រាន្តនេះជាការអបអរសាទរចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវប្បធម៌និងគាំទ្រដល់ភាពច្នៃប្រឌិតរបស់សិស្សានុសិស្សដើម្បីបង្កើតបរិយាកាសរីករាយក្នុងការលើកស្ទួយវប្បធម៌ប្រពៃណីជាតិក្នុងឱកាសចូលឆ្នាំខ្មែរនាពេលខាងមុខនេះផងដែរបាទយើង